សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យថ្ងៃនេះទន្លេពីការងារបានឆ្លៀតឡើងមកលេងភ្នំបូកគោនេះគឺជាសកម្មភាពនៅតាមដងផ្លូវឡើងទៅភ្នំបូកគោថ្ងៃនេះចុងសប្តាហ៍ឆ្លៀតមកលេងភ្នំបូកគោល្បីថាគេបើកហាងកាហ្វេថ្មីនៅលើភ្នំហ្នឹងមកជ្រៀតឡើងមកលេងឡើងមកថ្ងៃនេះចំថ្ងៃភ្លៀងទៀតនៅផ្លូវតាមផ្លូវពីក្រោមមកវិញក្តៅខ្លាំងមែនតើប៉ុន្តែបន្ទាប់ពីផុតឆក់ចូលហ្នឹងឡើងមកដល់ប្រហែលជាម៉ាន់តិចនៅលើនេះចាប់ដើមភ្លៀងខ្លាំងមែនតើភ្លៀងតាំងពីលើពូភ្នំមកភ្លៀងវិជ្ជាសួរបាទមកដល់កន្លែងនេះអត់ភ្លៀងទៅនៅតាមផ្លូវឡើងទៅហ្នឹងអាកាសធាតុនៅលើភ្នំហ្នឹងវាប្រែប្រួលលឿនណាស់បងប្អូនវាត្រូវក្តៅផ្លែតហ្នឹងទៅដល់ពេលវាត្រូវមេឃត្រជាក់ភ្លៀងប្រែប្រួលលឿនមែនតើនេះខ្ញុំជិះហួសកន្លែងមិញមានភ្លៀងហ្នឹងបានតិចមកដល់ហួសមកតិចចាប់ដល់បើកថ្ងៃប៉ុន្តែតើបើកថ្ងៃមកដូចជាបើកមិនយូរដែរមកផ្លែតជាងផ្លែតមកដល់លើតិចទៀតមកមេចាប់ដើមទុំទៀតមើលថាមេនៅខាងលើកាមេរ៉ាខ្ញុំបែរទៅលើអញ្ចឹងមេចាប់ដើមចុះស្អាតចាប់ដើមទុំទៀតហើយតមកជីមកសតុះទឹកមកក៏ដល់កន្លែងហាងកាហ្វេគេបើកថ្មីហ្នឹងបងប្អូនគឺថាមកដល់ហាងកាហ្វេនេះគឺទេសភាពមើលទៅអែម fresh ត្រជាក់នេះទង់ជាតិខ្មែរយើងបាក់ល្វិចហ្នឹងស្អាតមែនតើជាមួយទេសភាពនៅលើភ្នំអញ្ចឹងណាប៉ុន្តែនេះមិនទាន់ឡើងដល់ពាក់កណ្ដាលទេបងប្អូនតំឡើងបានចិត្តដែរពីក្រោមមកជីមកផ្លែតដែរមកដល់ហើយហាងកាហ្វេនេះឃើញជនបរទេសមកច្រើនមែនតើគឺគេមកលេងកម្សាន្តថតរូបថតអីបន្ទាប់មកពីអង្គុយញ៉ាំកាហ្វេបាននៅផ្លែតមកក៏ខ្ញុំបានបន្តដំណើរចេញពីហាងកាហ្វេមួយកន្លែងហ្នឹងបន្តឡើងទៅលើតិចមករាំងតិចទៅមិញនៅហាក់ដល់ហាងកាហ្វេមិញមេឃភ្លៀងរិចឥឡូវចេញពីហាងកាហ្វេតិចមកមេឃក៏រៀងស្លាស់តិចមកខ្ញុំបន្តដំណើរទៅលើថាទៅលេងកាស៊ីណូលេងលំយាយម៉ៅហ្នឹងបាទមានណាបន្ទាប់ពីជិះមកដល់មុខតិចទៀតមកមេឃចាប់ផ្ដើមចុះអាប់ភ្លៀងក៏ភ្លៀងចុះអាប់ហើយចុះអាប់នេះបាទមិនមែនចុះអាប់ធម្មតាទេគឺថាចុះអាប់មកទំហឹងមកគឺមើលផ្លូវអត់ឃើញបដ ாய் មើលឡានវាមិនតអត់ឃើញទេចាប់ពីកន្លែងអាប់ហ្នឹងទៅម៉ូតូឡានចាប់ដើមបើកភ្លើងសុំផ្លូវចាប់ដើមបើកហ្វាបើកភ្លើងผมមើលអត់ឃើញទេបងប្អូនតែអត់បើកភ្លើងបើកហ្វាហ្នឹងគឺថាប៉ះគ្នាលើអញ្ចឹងគឺឡានម៉ូតូចាប់ដើមបើកភ្លើងហ្នឹងពីចង្អាយមកក៏មើលគ្នាអត់ឃើញណាបងប្អូនតមករៀងគៀកគ្នាទៀតបានមើលឃើញគឺទៅឡើងបូកគោជើងនេះគឺដូចទៅផ្សងប្រេងអញ្ចឹងគឺបើកើមដូចដេញដើកវាអញ្ចឹងបងប្អូនផ្លូវឡានទៅមកហើយជីស្រួលធ្លាក់ផ្លូវទៀតហើយវាចុះអាប់ទៀតអញ្ចឹងគឺដូចផ្សងប្រេងអញ្ចឹងទៅកើមឡើងទៅជ្រុលហើយអញ្ចឹងមានតែកើមតាមហ្នឹងទេប៉ុន្តែថ្ងៃនេះកម្ដងខ្ញុំថាខ្ញុំឡើងទៅដល់ទៅលេងកាស៊ីណូទៅមើលអាងស្តុកទឹកលើភ្នំបណ្ដែតគឺបរាជ័យគឺអត់បានទៅដល់ទេដោយសារចុះអាប់ខ្លាំងពេកខ្ញុំមិនអាចបន្តដំណើរទៅបានព្រោះខ្ញុំអត់ហ៊ានទៅដោយសារចុះអាប់ខ្លាំងពេកមើលអត់ឃើញហើយខ្ញុំមិនសូវជាស្ទាត់ជំនាញផងផ្លូវភូមិសាស្ត្រហ្នឹងខ្ញុំអត់សូវចំណាប់ដែរណាមួយវាភ្លៀងផងល្អិលផងអីផងចឹងខ្ញុំអត់ហ៊ានបន្តដំណើរទៀតទេខ្ញុំទៅបានត្រឹមតែចិត្តដល់លោកយាយម៉ៅនេះគឺខ្ញុំបខំចិត្តទៅឃើញទៅមុខកើមហ្នឹងគឺរាវទៅកើមទៅតាមគោហ្នឹងឃើញគោហ្នឹងចេះទៅកើម
មួយចង់ឈប់កន្លែងហ្នឹងក៏ពិបាកដែរបត់កន្លែងហ្នឹងឥឡូវហ្នឹងក៏ពិបាកដែរព្រោះដោយសារផ្លូវទូចពេកហើយមើលគ្នាអត់ឃើញអញ្ចឹងមានតែបង្ខំចិត្តកើមទៅដល់រហូតដល់កន្លែងចលុកយាយម៉ៅហ្នឹងគេមានបន្ទប់ទឹកសាធារណៈគេហ្នឹងកន្លែងគេលក់ចេកលក់អីកន្លែងយើងទិញយកទៅអុជធូបកន្លែងលក់យាយម៉ៅហ្នឹងបានកន្លែងហ្នឹងវាមានទីធ្លាវាលធំហ្នឹងគឺយើងអាចបត់ឡានបានអញ្ចឹងណាអញ្ចឹងមានផឹងសសៀតាមក្នុងរហូតដើម្បីឲ្យដល់កន្លែងវាលកន្លែងបន្ទប់ទឹកសាធារណៈចលុកយាយម៉ៅហ្នឹងបានយើងអាចបត់ឡានបានអញ្ចឹងណាហើយនេះដូចបងប្អូនឃើញក្នុងវីដេអូស្រាប់អញ្ចឹងគឺថាឡានមកកើមម៉ូតូនេះហើយថ្ងៃហ្នឹងថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យហ្នឹងគឺថាមានមនុស្សឡើងទៅលេងភ្នំបូកគោនឹងច្រើនមែនតើទាំងឡានទាំងម៉ូតូគឺទៅបន្តទៅគ្នាច្រើនមែនតើបងប្អូនប៉ុន្តែថ្ងៃនេះបងប្អូនយើងទៅលេងគឺពិបាកបន្តិចក្នុងការធ្វើដំណើរក្នុងការឡើងទៅដោយសារវាជាប់អាប់ខ្លាំងពេកតែបើម៉ូតូដូចជាគាត់មិនសូវជាពិបាកដោយឡានប្រហែលនេះដោយសារម៉ូតូគាត់ទូចប៉ុន្តែវាម្យ៉ាងម្នាក់ដោយសារឡានយើងមិនសូវងាយហើយយើងអត់ត្រូវទឹកព្រោះវាភ្លៀងប៉ុន្តែបើម៉ូតូគាត់ស្រួលរៀងស្រួលជាងមិនស្រួលណាស់គាត់ថាគាត់រៀងអាចទៅស្រួលជាងឡានប៉ុន្តែគាត់ត្រូវទឹកភ្លៀងទៅអីអីយ៉ាងតែប៉ុន្តែមើលទៅពួកគាត់ដូចសុបាយម្យ៉ាងដែរជិះម៉ូតូឡានគឺសុបាយម្យ៉ាងវាម្យ៉ាងម្នាក់ទៀតគាត់ថាគាត់ស្ទឹកអីយើងអត់ស្ទឹកអញ្ចឹងណាប៉ុន្តែបើពួកគាត់មានអាវភ្លៀងក៏គាត់អត់សូវអីដែរងាយស្រួលមកបែបម្នាក់ខ្ញុំបងប្អូនឃើញគឺសងប្រេងហ្មងទាំងឡានទាំងម៉ូតូគឺទៅហើយជ្រុលអ្នកឡើងទៅហ្នឹងសិតតែជ្រុលហើយព្រោះបត់នៅតាមផ្លូវហ្នឹងពិបាកបត់មែនតើបត់កើតទេព្រោះវាមានអាប់អញ្ចឹងយើងមិនអាចបត់ត្រឡប់ក្រោយស្រួលទេណាមួយផ្លូវយើងចោតផងអញ្ចឹងតតែយើងជាយាមសសៀហូរឡើងទៅមានកន្លែងវាលទីធ្លាធំអាចបត់ឡានបានគឺយើងអាចបត់បានព្រោះយើងបត់ឥឡូវនេះគឺបត់បានទេព្រោះមានឡានម៉ូតូគាត់ចុះមកភ្លៀងផងល្អិលផងឲ្យមើលមានអាប់គាត់មើលឃើញហ្នឹងអញ្ចឹងយើងអាចប៉ះពីគ្នាអញ្ចឹងណាយើងមានតែបន្តទៅមុខទៀតដើម្បីទីធ្លាវាលធំដែលយើងអាចបត់ឡានបានអញ្ចឹងណាខ្ញុំបងប្អូនឃើញស្រាប់អញ្ចឹងបើម៉ូតូអត់ត្រូវអីទេម៉ូតូអាចបត់បានតែបើឡានអត់អាចបត់បានទេយើងអត់អាចសូម្បីតែយើងប្រអងឈប់ហ្នឹងមកកន្លែងហ្នឹងក៏ពិបាកដែរព្រោះអីមានឡានគាត់មកពីក្រោយអញ្ចឹងវាអាចកគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងអញ្ចឹងយើងមានតែបន្តឡើងទៅលើទីទៀតហូរដល់ទៅដល់កន្លែងចិត្តលោកយាយម៉ៅនេះដូចបងប្អូនឃើញអញ្ចឹងនេះគឺខ្ញុំព្យាយាមឡើងបណ្ដោះកន្លែងចិត្តលោកយាយម៉ៅហ្នឹងគឺមានបន្ទប់ទឹកសាធារណៈឲ្យមានទីធ្លាធំកន្លែងគេលក់ចេកលក់អីអញ្ចឹងណាមានបន្ទប់ទឹកសាធារណៈមានទីធ្លាធំអញ្ចឹងទៅបានយើងអាចបត់ឡានបានដូចបងប្អូនឃើញខ្ញុំថតឲ្យមើលខ្ញុំព្យាយាមថតឲ្យមើលប៉ុន្តែអត់មើលគ្នាអត់ឃើញបងប្អូនអត់មើលទេសភាពអត់ឃើញមកដល់លើនេះគឺសិតតែអាប់ដូចបងប្អូនឃើញនេះសិតតែអាប់សទៅព្រោះឡានម៉ូតូបើកអត់ឃើញនេះតចិត្តមកដល់យើងមិនឃើញមើលតិចបងខ្ញុំប្របែរទៅទីបងប្អូនឃើញម៉ូតូមកមួយដូចជិះឆ្លងភពអញ្ចឹងបងប្អូនជិះដូចជិះចេញពីផ្សែងមកអញ្ចឹងខ្ញុំមើលនេះដូចបងប្អូនឃើញហ្នឹងគឺអញ្ចឹងគឺវាមកថ្ងៃនេះគឺចូលចំថ្ងៃភ្លៀងចូលអាប់ហើយតែលើផងវាតែប៉ុណ្្នឹងហើយនេះខ្ញុំចុះមកវិញចូលដល់ពាក់កណ្ដាលផ្លូវផុតអាប់ឯងខ្ញុំចុះចិត្តមកដល់ក្រោមក៏ឃើញស្វាម្ដុំនេះគឺមានស្វាច្រើនហើយឃើញបងប្អូនយើងជាច្រើនជិះមកដល់ហើយហ្នឹងខ្លះក៏មានចេកមានផ្លែឈើគាត់ឈប់ដាក់ផ្លែឈើឲ្យសត្វស្វាហ្នឹងនេះបាធំមានទាំងធំទាំងតូចទាំងមេទាំងកូនច្រើនណាបងប្អូនហើយនេះខ្ញុំថតហើយខ្ញុំអត់ហ៊ានចេញដែរកន្លែងឃើញស្វាច្រើនខ្ញុំបើកញ្ចក់ថតហើយក៏អត់ហ៊ានបើកយូរទេហើយខ្ញុំបិទវិញព្រោះខ្ញុំខ្លាចវាលោតមកចូលមកខំយើងជាការពីទៅព្រោះអត់ដឹងមិនដែរព្រោះស្វាហើយវាស្វាព្រៃខ្លាចវាកាចអីចឹងណាបាទថតពីក្នុងឡានទៅប៉ុន្តែមើលទៅស្វាអស់នេះដូចជាមិនកាចណាស់ទេបងប្អូនដូចជា slow ដែរទេព្រោះអីឃើញបងប្អូនយើងជិះតាមផ្លូវដូចជាមិនបកការភ័យខ្លាចមិនបកគ្រោះថ្នាក់អីដល់បងប្អូនយើងតាមផ្លូវទេឃើញគេឈប់
ហុចផ្លែឈើហុចអីឲ្យចឹងទៅបោះឲ្យស៊ីធម្មតាចឹងទៅដូចជាអត់កាចទេប៉ុន្តែនេះខ្ញុំចេះតែប្រយ័ត្នខ្ញុំខ្លាចខ្លួនឯងចឹងខ្លាចវាកាចវាខាំអីនេះខ្ញុំការពីខ្លួនឯងនេះមានទាំងកូនតូចកូនធំចុះមកឃើញឡានជប់ចឹងចាប់ដើមនាំវាសម្ហូតចុះមកហើយលោកមាននេះឲ្យប៉ុន្តែខ្ញុំអត់ដឹងខ្ញុំអត់មានអីហៅតាមខ្លួនអត់មានផ្លែឈើអីតាមខ្ញុំអត់បានឲ្យទេបានថាឈប់ថតបាទបងប្អូនមើលចឹងទៅកូនស្អាតទៀតស្វានេះមើលស្អាតនេះនេះមិនមេបណ្ដៃវាធំឲ្យចាប់ដល់ជំទង់ធំមានទាំងធំទាំងតូចពីឈ្មោះអីមកឃើញយើងឈប់ឡានខ្លះជុំម៉ូតូមកចិត្តប៉ុន្តែអត់ដូចជាអត់បកគ្រោះថ្នាក់អីដល់អ្នកដំណើរទេដូចជា slow ដែរនេះបាមេមកធំមេធំមែនតើនេះដូចបងប្អូនឃើញគាត់ពួកបងគាត់ជិះម៉ូតូឆ្លងកាត់នឹងដូចជាធម្មតាអត់បកការភ័យខ្លាចអត់បកគ្រោះថ្នាក់អីដល់អ្នកដំណើរយើងទេដើរលើផ្លូវដើរអីចឹងទៅអត់កាចទេនេះឡើងប្រសាចពេញហ្នឹងបើជាដឹងថាអ្នកជិះកាត់ហ្នឹងគាត់មានអីឲ្យចឹងទៅដូចជាអត់ខំអត់បកការភ័យខ្លាចអីដល់អ្នកដំណើរយើងទេនេះចាំលើហ្នឹងអ្នកខ្លះគាត់មកដល់គាត់ឃើញហ្នឹងគាត់ឈប់ហើយគាត់ឲ្យផ្លែឈើឲ្យអីចឹងទៅហើយទេសភាពព្រៃឈើយើងនៅលើភ្នំបូកគោគឺស្អាតមែនទែនបងប្អូនដែលទៅហើយឬក៏អ្នកមិនទាន់ទៅខាងទៅអាចទៅលេងបានស្អាតឥឡូវ